បាទដែរជិះតាមដានទស្សនានៃការដំណើរឆ្នាំខ្មែរប្រចាំថ្ងៃបាទសូមស្វាគមន៍ប្រមាណបុញ្ញសាជាថ្មីបាទមកកាន់ Channel ឆ្នាំខ្មែរ365ទៀតហើយបាទជាថ្ងៃនេះផងដែរត្រូវនៅថ្ងៃទី28 ខែ 8 ឆ្នាំ 2026បាទចឹងឲ្យមានក៏បាននាំមកជាមួយនឹងលេខល្អៗសម្រាប់មកចែកជូនប្រមាណបុញ្ញដល់គ្នាផងដែរបាទចឹងសម្រាប់ដំណើរបាទមានការពីម្សិលមិញបាទចំពោះខ្ទង់អូគឺយើងបានចូលទាំងពីរខ្ទង់តែម្ដងម៉ែមកយើងទាំងខ្ទង់ចិត្តក៏ដូចជាខ្ទង់30បាទជាពិសេសគឺខ្ទង់ចិត្តយើងបានចូលរហូតដល់ទៅ6 7គ្រាប់ម៉ែមកយើងបាទសម្រាប់ពីរលេខគឺយកបានចូលទេបាទការស៊ីមួយលេខម៉ែមកយើងបាទឲ្យមានឲ្យចិត្ត1តាមមកចិត្តគុតចិត្ត2ចិត្ត3ម៉ែមកយើងមកស្ដាយមែនតើបាទចំពោះលេខធំគឺយើងអត់បានចូលដែរបាទមានសុំការជាស្ដែងពីសម្រាប់ពុកម៉ែមកយើងដល់គ្នាផងបាទចឹងកុំឲ្យបែរវិញដល់គ្នាបាទអរចាំយូរយើងទៅជាមួយដំណើរថ្ងៃថ្មីទាំងអស់គ្នាចឹងឲ្យមានសុំលុបលេខថ្ងៃចាស់ចោលសិនដើម្បីដាក់ចែកជូននៅដំណើរថ្ងៃថ្មីតែម្ដងបាទហើយសម្រាប់ពុកម៉ែមកយើងដែលកំពុងតាមដានទស្សនាបាទមានក៏សូមចិត្តកុំភ្លេចជួយចុចឲ្យមេដៃនិងចុចជាវនៅលើ Channel របស់មានម្នាក់មួយផងបាទសម្រាប់ពុកម៉ែមកយើងដែលកំពុងទស្សនាតាមដាននៅលើ YouTube បាទកុំភ្លេចជួយ comment ពាក្យថា168ទាំងអស់គ្នាបាទដើម្បីបានចូលក្នុងតែម្ដងបាទមកយើងសម្រាប់ថ្ងៃថ្មីនេះផងដែរបាទចំពោះពីរលេខឲ្យមានលេខ57បាទសម្រាប់គ្រាប់ទី2បាទយើងមាន12សម្រាប់គ្រាប់ទី3បាទយើងមាន24សម្រាប់គ្រាប់ទី4យើងមាន87បាទយើងស្ដាប់តម្រុយនេះណានេះបាទយើងបន្តស្នានៅ ABC តែម្ដងហើយខ្លាញ់ចិត្តនៅបោះមួយណាបាទក៏អាចសងស្នានៅបោះមួយណាបានដែរបាទតែសម្រាប់3លេខនៅថ្ងៃថ្មីនេះផងដែរបាទមានលេខ3ហើយបាទគ្រាប់ទីមានលេខ725បាទសម្រាប់តុងអូឲ្យមានលេខអូនៅក្នុង8បាទនៅមួយគ្រាប់ទៀតមានអូលេខនៅក្នុង20យ៉ាបាទ3លេខមួយគ្រាប់ហើយមកយើងបាទឲ្យមានច្រឡំចុះតបាទជាស្រ័យផងបាទបាទជួបខ្សែថ្មីបាទយើងស្រាប់3លេខគ្រាប់ទី2បាទគឺ725បាទចឹងអត់មានក៏សង្ឃឹមថាប្រមាណបុញ្ញដល់គ្នាបាទស្រឡាញ់នឹងពេញចិត្តតម្រុយរបស់មានបាននឹងបានយកទៅសំណាងចូលគ្រប់គ្នាតែម្ដងបាទសម្រាប់ខ្ទង់អូប្រមាណមានស្រឡាញ់ពេញចិត្តនៅខ្ទង់មួយណាបាទយកខ្ទង់មួយនឹងទៅសងសំណាងបានបាទសម្រាប់ប្រមាណបុញ្ញដែលចង់បាននៅតម្រុយប្រចាំថ្ងៃបាទគ្រប់វេនគ្រប់ម៉ោងតែម្ដងអាចចូលរួមទៅកាន់ក្រុម Telegram របស់មានបានសម្រាប់ប្រមាណបុញ្ញដែលកំពុងទស្សនានៅលើ YouTube បាទអាចចូលទៅកាន់ Facebook ឬ search ពាក្យថាឆ្នាំខ្មែរ365ដើម្បីឃើញនៅ page របស់មានបាទគ្រាន់តែចុចនៅលើ link ដែលមានបានដាក់ខាងក្រោមនៅ profile នឹងបានចូលរួមទៅកាន់ក្រុមបាទមានតែម្ដងបាទជាចុងក្រោយមានក៏សូមអរគុណទៅដល់ប្រមាណបុញ្ញដល់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកទស្សនានៅការឲ្យតម្រុយបាទមានបាទមានក៏សូមជូនពរឲ្យស្នេហ៍ល្អទាំងអស់គ្នាតែម្ដងជួបគ្នាជាមួយម្ដងទៀតនៅថ្ងៃស្អែកតាមពេលវេលានៅម៉ោងដដែលសូមអរគុណនិងសូមគោរពលា